ចាំងដាំស្វាយច្រើននោះច្រើនធ្វើឲ្យជ្រក់ឲ្យឯងប្របាក់បោះចង់ងាប់នេះបើសិនជានៅស្រុកខ្ញុំវិញខ្ញុំកាប់ចោលឲ្យអស់ហើយធ្វើបាប់ឆយឲ្យឆយបោះមួយថ្ងៃមិនចេះចាប់សោះហើយបោះអើយបោះចិត្តចូលឆ្នាំនេះចង់ទៅលេងផ្ទះតែមិនខ្លោយនេះឈឺនោះឈឺពេលណាមិនឈឺមកឈឺអាពេលចិត្តចូលឆ្នាំហ្នឹងទុកឲ្យនាងឆយធ្វើការម្នាក់ឯងហត់ចង់ងាប់អីអូយហើយលោកម្ចាស់ក៏អញ្ចឹងដែរខ្លួននោះឲ្យទូទេប៉ុន្តែធ្វើផ្ទះធំអើយធំដូចជាឲ្យចាក់ដេកអញ្ចឹងធ្វើឲ្យទូចដូចផ្ទះនេះឆហីប្រក់តែស្លឹងគ្មានដើមឈើហាលក្តៅអូយស្រួលចង់ងាប់គ្មានសម្រាប់ណាបោសទេមិនដូចជាផ្ទះលោកម្ចាស់បោករហូតបោកជួយពីលើក្រោមលើអូយចង់ធ្លាក់អណ្ដាតឆយតិចលោកម្ចាស់ឮទៅអូយកាត់ប្រាក់ខែឆយលោកម្ចាស់យ៉ាងម៉េចនឹងឆយមានភ្ញៀវចង់ជួបឲ្យគេចូលមកចាលោកម្ចាស់លោកអ៊ំសាលីជំរាបសួរលោកអ៊ំជំរាបសួរក្មួយក្មួយពិតជាមកមែនណាអ៊ំពិតជាសប្បាយចិត្តខ្លាំងណាស់ណាក្មួយដែលក្មួយបានមកដល់ទីនេះអង្គុយចុះសិនទៅក្មួយអ៊ំរំភើបចិត្តណាស់ណាក្មួយដែលក្មួយបានមកទីនេះមែនចាក្មួយក៏សប្បាយចិត្តដូចគ្នាដែរលោកអ៊ំហើយក៏រីករាយដែលបានជួបលោកអ៊ំលោកម្ចាស់សូមចេញពិសាតឹងហើយអ្នកនាងទើបតែធ្វើដំណើរមកពីឆ្ងាយប្រហែលជាអស់កម្លាំងហើយអ្នកនាងធ្វើដំណើរមកឆ្ងាយអញ្ចឹងហាត់ហើយមើលទៅចេញពិសាទឹកត្រជាក់ញ៉ាំទឹកសិនទៅក្មួយទីនចាលោកម្ចាស់ចូលមកខាងក្នុងបន្តិចមកលោកម្ចាស់មកដល់ហើយចាមើលជួយប្រាប់ខណ្ឌដល់ជួយរៀបចំឡានអ៊ំផងចាលោកម្ចាស់ព្រោះថាឥឡូវនេះអ៊ំត្រូវការចេញទៅក្រៅចាលោកម្ចាស់លោកអ៊ំសុខសប្បាយដែរអត់នឹងរឿងអីដែលថាអ៊ំមិនសុខនោះបានក្មួយមកដល់ទីនេះអ៊ំពិតជាសុខខ្លាំងណាស់ណាក្មួយហើយចុះក្មួយបានជួបនឹងតារាហើយឬនៅចាក្មួយបានជួបគាត់ហើយមិននឹកស្មានថាគុណផ្ដេសផ្ដាស់នឹងវាធ្វើអញ្ចឹងសោះអ៊ំសុំទោសផងណាអ៊ំព្យាយាមអស់ពីសមត្ថភាពហើយលោកអ៊ំមិនចាំបាច់សុំទោសជាមួយក្មួយទេព្រោះគាត់មិនបានបោកបង់ចោលក្មួយឡើយក្មួយថាម៉េចនឹងគាត់បានបកស្រាយប្រាប់ក្មួយអស់ហើយ
ពេលនេះខ្ញុំគ្រាន់តែតាមចិត្តគាត់សិនចឹង ហើយចុះក្មួយមិនខឹងនឹងគេទេ ចាអត់ទេប្រុសស្រីនោះគ្រាន់តែជាការលេងសើចតែប៉ុណ្ណោះ តែអ៊ំមើលទៅគេដូចជាស្រឡាញ់ស្រីនោះខ្លាំងណាស់ណាក្មួយ តែក្មួយជឿជាក់លើគាត់ណាស់លោកអ៊ំព្រោះគាត់មិនក្បត់ខ្ញុំទេ បើក្មួយចេះយោគយល់បែបហ្នឹងវាពិតជាប្រសើរខ្លាំងណាស់អ៊ំប្រាប់ក្មួយឲ្យហើយណាកុំបណ្ដេតបណ្ដោយតារាឲ្យសោះត្រូវក្តាប់គេឲ្យជាប់ទើបគេមិនអាចហោះហើរចោលក្មួយបានទៅរើសយកអំបែងកែវនោះមកពាក់ជំនួសគ្រាប់ពេជ្របានណាក្មួយយល់ទេ ជំរាបសួរលោកថៅកែបាទជំរាបសួរណាខ្ញុំសុំទោសផងណាដែលខ្ញុំរំខានលោក មិនអីទេលោកថៅកែទោះជាយ៉ាងណាក៏ខ្ញុំធ្លាប់ជាបុគ្គលិករបស់លោកថៅកែដែររឿងបន្តិចបន្តួចគឺមិនមែនជាបញ្ហាទេខ្ញុំអាចជួយលោកថៅកែបាន អូហើយចូលរឿងរ៉ាវរបស់លោកតកែវិរាំងយ៉ាងមិនទៅឲ្យពេលនេះ បាទលោកថៅកែគឺហាងត្បូងរបស់លោកថៅកែវិរាំងគឺដំណើរការធម្មតាទេមិនអីទេបាទ មែនហើយចូលរឿងរ៉ាវដែលខ្ញុំពឹងពាក់នោះវាយ៉ាងមិនទៅឲ្យពេលនេះ ខ្ញុំបានសាកសួរគេរួចអស់ហើយអ្នកដែលនៅស្រុកកំណើតសុទ្ធតែឆ្លើយដូចគ្នាទាំងអស់ ចុះគេនិយាយថាម៉េច សុផាតជាមនុស្សល្អម្នាក់គាត់មិនចេះខលខូចអ្វីទេ ចុះកាលពីនៅរៀនតើគេធ្លាប់មានមិត្តស្រីដែរអត់ អត់ទេលោកតកែសុផាតគឺជាមនុស្សស្លូតពោតរុំទុំល្អណាស់សូម្បីតែរឿងរៀបការនេះក៏គាត់ស្ដាប់តាមឪពុកម្ដាយរបស់គាត់ដែរ ជួមិនពីរៀបការនោះគេអត់មានពាក់ព័ន្ធជាមួយនឹងស្រីណានោះទេ អត់ទេលោកថៅកែអ្នកដែលស្គាល់គាត់ទាំងអស់គឺសុទ្ធតែសរសើរថាគាត់គឺជាមនុស្សល្អណាស់គឺមិនចេះខលខូចអ្វីទេ អញ្ចឹងការពិតនោះតាកង្កោកជាគុណចាស់ពិតរបស់អ្នកណាទៅហើយនេះក៏គេកុហកខ្ញុំបែបនេះ លោកថៅកែតើពេលនេះយើងគួរធ្វើយ៉ាងម៉េចទៀតទៅ ម៉ែវាហើយមិនគាត់តែសាខ្លាំងមែននេះនៅដូចមិនចេះស្ងៀមសោះត្មងហ្នឹង ឲ្យខ្ញុំនៅស្ងៀមមិនកាត់តែពេកផាតចិត្តបានខ្លាចទៅជាអ្នកដឡងលោកតកែហើយតែពេកផាតឯងមិនចេះសម័យសបាយចិត្តខ្លះទេអីបុកម៉ែមកកូនមកវិញហើយកូន អណាហើយចុះកូនកង្កោកនោះគេបានធូរដែរទីកូន ចាខ្ញុំឲ្យកង្កោកគាត់សម្រាកមិនអីទេណាពុកម៉ែ ល្អហើយកូនអូមែនហើយ អូអ្នកប្រុសតារា នេះអ្នកទាំងអស់ អ្នកប្រុស នៅជុំគ្នាល្អណាស់ណោះ បាទ នេះមិននាំប្អូនទៅទិញចិញ្ចៀនមែនទេ អូអ្នកប្រុសអញ្ជើញអង្គុយសិនទៅ អូ អញ្ជើញ ចាអ្នកប្រុសអញ្ជើញអង្គុយអញ្ជើញ មានរដីកូន
ទៅយកទឹកមកជូនអ្នកប្រុសមកកូនចាម៉ែខ្ញុំមកនេះគឺខ្ញុំយកចិញ្ចៀនយកមកមេរដី នេះអ្នកប្រុសតារាទិញចិញ្ចៀនយកមកអូយអូអូអូយទៅពេលផាតស្អាតណាស់អូទៅពេលផាតអើយពេញចិត្តខ្ញុំទៅម្ដងហើយទៅពេលផាតអូស្អាតណាស់នេះអ្នកប្រុសរើសដោយផ្ទាល់ហើយណារឿងអីថាកូនស្រីខ្ញុំមិនពេញចិត្តនោះ បើអញ្ចឹងពិតជាល្អណាស់ខ្ញុំមកនេះគឺចង់ពិភាក្សារឿងថ្ងៃរឿងមង្គលការនឹងណា ណាម៉ែវា ហើយវាថៃស្អីឯងហ្នឹងចាចាំមិននឹងទៅផាត គឺអ្នកប្រុសចង់ពិភាក្សាពីរឿងថ្ងៃរៀបការនេះ អូចាអូយខ្ញុំស្ដាប់មិនតាន់ អូគឺខ្ញុំគ្រាន់តែចង់ពិភាក្សារឿងថ្ងៃមង្គលការតែប៉ុណ្ណោះទេ អូហូនេះគឺសម្រាប់លោកពូហើយនិងអ្នកមីងចាត់ចែងពិធីមង្គលការនេះណា បើអញ្ចឹងរឿងមង្គលការនេះទុកឲ្យពួកខ្ញុំចាត់ចែងទៅចុះណា បានចាំដល់ថ្ងៃរៀបមង្គលការខ្ញុំនឹងជូនបណ្ដាការលោកពូអ្នកមីងបន្ថែមទៀត អូយចាអរគុណហើយអ្នកប្រុសអរគុណខ្លាំងណាស់ដែលយកចិត្តទុកដាក់ចំពោះគ្រួសារខ្ញុំអរគុណខ្លាំងណាស់ណែកូន សមាមានលោកផលអ្នកស្រីអញ្ជើញមកដល់ទីនេះខំរៀបទឹករៀបបាយចាំមួយថ្ងៃទៅហើយមិនដឹងស្មាមានគាត់មកដល់នោះទេបើសិនជាមកហូបបាយតែចាក់នោះច្បាស់ជាបន្ទោសខ្ញុំទៀតហើយមិញភីមក៏អញ្ចឹងដែរនិយាយពីថាតបោកកៅអៅឲ្យរាប់ម៉ោងអូយអ្នកផលមកដល់ហើយខ្ញុំនឹងមិញភីមខំចំអិនមកហូបចាំអ្នកផលនិងអ្នកស្រីឡើងទៅចាក់អស់ហើយបើថាលោកផលហើយនិងលោកស្រីអត់អញ្ជើញមកទេណាខ្ញុំនឹងមិញភីមចាត់ការតន់តអស់នឹងខ្ញុំនិយាយលេងទេអ្នកផលបានហើយកុំបបាច់ច្រើនពេកណាចុះម៉ាក់ខ្ញុំមិននៅទេអូលោកស្រីគាត់បានចេញទៅក្រៅបាត់ហើយអ្នកផលគាត់ទៅណាឮសូវគាត់ថាគាត់ទៅមើលហាងថ្មីហើយក៏ទៅមើលក្មេងៗលក់ដូរបន្តិចហ្នឹងណាអ្នកផលអញ្ចឹងខ្ញុំអរគុណហើយណាចាអ្នកផលអូអ្នកផលអត់ភាសាបាយទៀតហើយអញ្ចឹងសំណាងនាងទីនជាមួយមីងភីមទៀតហើយសង្ស័យតែសល់ទៀតហើយមកហូបហ្នឹងយ៉ាងម៉េចហើយភ្ញៀវថ្មីសំកិតសិនណាអ្នកស្រីជាមួយម៉ួយណាត្រូវតែនិយាយឲ្យរស់រាយបន្តិចទៅយកចិត្តភ្ញៀវណាកុំឈរឆ្កឹងដូចជាដុំថ្មអញ្ចឹងនោះតើមានអ្នកណាគេមកទិញរបស់ឯងទៅចាអ្នកស្រីបានហើយថ្ងៃក្រោយកុំអញ្ចឹងទៀតណាចាអ្នកស្រីណាម៉ាអូកូនដែនអ្នកប្រាមានរឿងអីទៅណាម៉ា
ណាម៉ាក់ប្រាប់ខ្ញុំឲ្យត្រង់មកណាម៉ាក់គេធ្វើបាបកងោកមែនទេណាម៉ាក់ ថាមិញបើមិនដឹងថាកូនចង់និយាយស្អីនោះទេ ណាម៉ាក់នេះណាម៉ាក់ពិតជាមិនយល់ថាខ្ញុំចង់និយាយពីអ្វីទេមែនទេណាម៉ាក់ឈប់កុហកខ្ញុំទៀតទៅខ្ញុំបានដឹងរឿងរបស់ណាម៉ាក់អស់ទៅហើយក ូនដែន បានហើយណាម៉ាក់ណាម៉ាក់ឈប់ធ្វើបែបនេះទៀតទៅតើកងោកគេបានធ្វើអ្វីខុសទៅ តែមកពីម៉ាក់ខ្លាចនោះ ជារឿងអ្វីទៅម៉ាក់ គឺម៉ាក់មិនចាំបាននាងនោះមកធ្វើជាកូនប្រសារម៉ាក់នឹងណាមនុស្សស្រីនៅក្នុងគ្រួសារក្រីក្រគ្មានទ្រព្យសម្បត្តិកិត្តិយសយសស័ក្តិរឿងអីដែលមកតោងទាមកូនប្រុសរបស់ម៉ាក់នោះ ណាម៉ាក់ខ្ញុំជួយកងោកមិនមែនបានន័យថាខ្ញុំស្រឡាញ់កងោកទេគ្រាន់តែមានអារម្មណ៍ថា គ្រាន់តែចាំមិនទៅ គឺគ្មានអ្វីទេម៉ាក់ណាម៉ាក់បានសិនជាណាម៉ាក់មិនចង់ឲ្យខ្ញុំជួបជាមួយនឹងកងោកទេខ្ញុំនឹងទៅឲ្យឆ្ងាយពីកងោកប៉ុន្តែអ្នកម៉ាក់ត្រូវតែសន្យាជាមួយនឹងខ្ញុំថាគឺអ្នកម៉ាក់មិនត្រូវធ្វើអ្វីដែលប៉ះពាល់ដល់កងោកនោះទេណាម៉ាក់